រុនសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នានេះមកមើលត្រង់ដាក់កូនមន់ក្រិចនិងកូនមន់ពូជរបស់ខ្ញុំហើយនេះអសសនេះសមន់ក្រិចហើយខ្ជូតខ្ជូតស្អាតស្អាតមែនទែនហើយខាងនោះមានមន់ពូជនេះថតទស្សនភាពឲ្យពុកម៉ែបងប្អូនមើលលេងផ្សារអូនេះចូលចិត្តខ្ញុំមែនទែនគួរស្រឡាញ់ណាភេទមន់នេះហើយសត្វនេះវាប្រកែត្បុលណាត្បុលឲ្យរត់លឿនមែនតើហើយហោះខ្ពស់ថែមទៀតគួរស្រឡាញ់មែនតើទូចនេះតិចទៀតខ្ញុំបាំងសំណាញ់ជុំវិញទីធ្លាហើយខ្ញុំនឹងប្រឡែងពួកវាឲ្យមានសេរីភាពហើយលែងដាក់ក្រុងទៀតហើយនេះជាប្រភេទមន់ពូជមន់ពូជខ្ញុំក៏ស្អាតដែរអូដល់ប្រហែលគ្រាប់នោះអសនោះសើឈ្មោះខ្ញុំមើលទៅ6គ្រាប់នេះសើឈ្មោះទាំងអស់អូយជួតបាសកើតមើលផែនស្អាតនេះធំហើយនៅខាងនេះវិញក៏មានមកសម្បុកទៀតដែរនេះពួកនេះចូលស៊ីភ្លេចក្រុមមិនគេចូលស៊ីចំណីកូនមាត់អស់តដើមចំណីពួកអត់ទួយនេះអស់អើយមិនចឹងពួកឯងភ្លេចក្រុមហើយវាកើតមកបាន2ថ្ងៃទៅ3ថ្ងៃពុកម៉ែបងប្អូនអាចនឹងដាក់វានៅក្នុងឡាំងកេះដាក់កេះចឹងមកហើយយើងដាក់អង្កាមនេះដាក់អង្កាមដូចខ្ញុំធ្វើអញ្ចឹងតោះមកយើងអាចមានកតោចំណីឬមួយហើយនឹងកតោទឹកយើងដាក់កតោទឹកឲ្យវានឹងមកគឺសុខភាពវាល្អហើយវាអត់ឈឺហើយវាអត់ងាប់ទៀត11គ្រាប់នៅទាំងអស់11គ្រាប់នេះ11គ្រាប់នៅទាំងអស់ហើយសុខភាពល្អទាំងអស់អត់មានស្ញោមានខូចទេហើយយើងដាក់អញ្ចឹងមកយើងការពារសត្វចង្រៃមួយចំនួនទៀតដែលវានឹងបំផ្លាញសត្វមាន់របស់យើងណាប៉ុន្តែយើងដាក់អញ្ចឹងហើយយើងរកកន្លែងណាដែលហប់កន្លែងណាដែលមិនសូវជាមានខ្យល់ចេញចូលខ្លាំងណាហ្នឹងហើយធ្វើដូចខ្ញុំអញ្ចឹងមកហើយកេះស្នោយើងចោះជាប្រហោងឲ្យមានចរន្តខ្យល់ចេញចូលអញ្ចឹងទៅសម្រាប់ពេលយប់ឡើងអីវាដេកជុំគ្នាទៅវាអត់អីទេសម្រាប់មាន់របស់យើងហើយពួកនេះយើងងាយស្រួលនឹងគ្រប់គ្រងយើងធ្វើអញ្ចឹងងាយស្រួលគ្រប់គ្រងមិនថាយើងត្រូវការដាក់ថ្នាំឬមួយថ្នាំវីតាមីនអីឲ្យវាផឹកអញ្ចឹងគឺវាស្រួលមែនតើណាជូតស្អាតនេះគឺសុទ្ធតែជាប្រភេទមាន់ពូជទាំងអស់ហ្នឹងមាន់ពូជរបស់ខ្ញុំនេះមានរូបរាងបែបហ្នឹង